ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនអញ្ចឹងថ្ងៃនេះគឺយើងនឹងមកសិក្សាពាក្យថ្មីជាមួយនឹងប្រយោគថ្មីអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅសិក្សាពាក្យថ្មីនិងប្រយោគថ្មីទាំងអស់គ្នាអញ្ចឹងពាក្យទី1គឺយើងអានថាទូនឹងគឺបកប្រែថាអានទូអានអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគដូចតទៅអញ្ចឹងប្រយោគមួយនេះគឺគេអានថា我喜欢读书ប្រយោគមួយនេះគឺគេបកប្រែថាខ្ញុំចូលចិត្តអានសៀវភៅអញ្ចឹងយើងអានម្ដងទៀត我喜欢读书ខ្ញុំចូលចិត្តអានសៀវភៅចូលដល់ពាក្យទី2គឺយើងអានថាឈွာហ្នឹងគឺបកប្រែថានិយាយឈွာនិយាយអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគទាំងអស់គ្នាប្រយោគមួយនេះគឺយើងអានថា我会说中文和英文យើងអានម្ដងទៀត我会说中文和英文ប្រយោគមួយនេះគឺបកប្រែថាខ្ញុំចេះនិយាយភាសាចិននិងភាសាអង់គ្លេស我会说中文和英文ខ្ញុំចេះនិយាយភាសាចិននិងភាសាអង់គ្លេសចូលទៅកាន់ពាក្យទី3របស់យើងគឺអានថាឈូឆោកាត់ស្មៅយើងអានម្ដងទៀតឈូឆោកាត់ស្មៅអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគដូចតទៅ我的哥哥在出巢បងប្រុសរបស់ខ្ញុំកំពុងកាត់ស្មៅចឹងយើងអានម្ដងទៀត我的哥哥在出巢បងប្រុសរបស់ខ្ញុំកំពុងកាត់ស្មៅចូលដល់ពាក្យទី4គឺយើងអានថាឈឺហ្នឹងគឺបកប្រែថាញ៉ាំឈឺញ៉ាំអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគទាំងអស់គ្នា今天我想吃面条ថ្ងៃនេះខ្ញុំចង់ញ៉ាំមី今天我想吃面条ថ្ងៃនេះខ្ញុំចង់ញ៉ាំមីចង់យើងទៅសិក្សាលើពាក្យទី5របស់យើងគឺយើងអានថាម៉ាងរវល់ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគដូចតទៅ我每天都忙得不可开交根本没有空闲时间យើងអានម្ដងទៀត我每天都忙得不可开交根本没有空闲时间ប្រយោគមួយនេះគឺបកប្រែថាខ្ញុំរាល់ថ្ងៃរវល់ណាស់គ្មានពេលទំនេរសោះអញ្ចឹងយើងអានម្ដងទៀត我每天都忙得不可开交根本没有空闲时间ខ្ញុំរាល់ថ្ងៃរវល់ណាស់គ្មានពេលទំនេរសោះអញ្ចឹងវីដេអូមួយនេះបានបញ្ចប់ត្រឹមនេះហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងបានសិក្សារៀនសូត្រទាំងអស់គ្នាហើយកុំភ្លេចជួយចុច Subscribe និង Share វីដេអូនេះម្នាក់មួយផង